អូខេកាលចុះប្រធានបទសាស្ត្ររបស់យើងគឺពាក់ព័ន្ធពីវត្តសេដ្ឋកិច្ចកម្ពុជាពីការជាវត្តសេដ្ឋកិច្ចអន្តរជាតិនៅអត់គាត់មិនដែរ guys មាន idea អីអត់និយាយតាមត្រង់ខ្ញុំមិនដឹងថាពូថតវីដេអូមិនបានមើលទៅដល់និយាយទៅសេដ្ឋកិច្ចប្រទេសយើងនោះវាដើរយឺតស្រាប់ហើយវាមានភាពយឺតយ៉ាវអញ្ចឹងណាអញ្ចឹងមិនថាតែតែយើងមើលឃើញថាវាដើរយឺតទេវាប្រកាសជាមានមូលហេតុអីនៅពីក្រោយហ្នឹងហើយអញ្ចឹងចាំវាធ្វើឲ្យប្រទេសយើងហ្នឹងវាមាន reaction ឬក៏ប្រតិកម្មអីយឺតជាងប្រទេសផ្សេងៗឬក៏សេដ្ឋកិច្ចของผมអញ្ចឹងដោយសេដ្ឋកិច្ចដែលយើងសេដ្ឋកិច្ចដែលយើងជាដើមនៅក្នុងឆ្នាំ2001សេដ្ឋកិច្ចវាមានវិបត្តិហិរញ្ញវត្ថុកើនឡើងហើយវាធ្វើឲ្យប៉ះពាល់ដល់ប្រទេសខ្លាំងតែវាអត់ដល់មកដល់ស្រុកខ្មែរតោះតែយូរបន្តិចបាទវាមកដល់ស្រុកខ្មែរហើយពេលវាមកដល់ស្រុកខ្មែរហ្នឹងវាធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាយើងហ្នឹងធ្លាក់ចុះលំហើយធ្វើឲ្យប្រជាជនខ្មែរបាត់បង់ការងារជាពិសេសនៅអ្នកធ្វើការរោងចក្របើវិស័យទេសចរណ៍វិញអត់មានភ្ញៀវទេសចរណ៍ហើយពេលឆ្នាំ2020ហ្នឹងវាកើតឡើងរឿងហ្នឹងម្ដងទៀតមានការជំរុញចំដែរពេលមួយទៀតខ្ញុំគិតថាភាពយឺតយ៉ាវហ្នឹងអាចមកពីវិស័យនៃពលផ្អែកខ្លាំងលើវិស័យមួយចំនួនដូចជាទេសចរណ៍ហើយនិងការដីអីហ្នឹងហើយដោយសារតែវិស័យទាំងហ្នឹងវាផ្សារភ្ជាប់ជាមួយនឹងការអន្តរជាតិហើយអញ្ចឹងបើអន្តរជាតិអត់មកពីអញ្ចឹងយើងមិនអាចរកចេញបានទេខ្ញុំគិតថាដំបូងបើសិនជា short term វាអត់អីប៉ុន្តែនៅពេលដែលវា long term គឺវាប៉ះពាល់ដល់សេដ្ឋកិច្ចយើងខ្លាំងតែវាធ្វើឲ្យខ្មែរយើងហ្នឹងបាត់បង់ថ្ងៃធ្វើហើយដោយសារតែមួយទៀតគឺការវិនិយោគពីបរទេសហ្នឹងវាធ្លាក់ចុះអញ្ចឹងធ្វើឲ្យ business ច្រើនហ្នឹងអត់ដើរនិយាយថាវាមានដំណោះស្រាយអញ្ចឹងហើយខ្មែរយើងក៏ធ្វើការបង្កើតច្រើនអញ្ចឹងអត្រាការបាត់បង់ការងាររបស់គាត់ហ្នឹងក៏វាខ្ពស់តាមដែរហើយមួយវិញទៀតប្រទេសកម្ពុជាយើងហ្នឹងវាត្រូវការពេលដើម្បីឆ្លើយតបទៅនឹងគោលការណ៍នយោបាយគោលការណ៍នយោបាយផ្សេងៗតែវាស្របទៅតាមស្ថានភាពបច្ចុប្បន្នអញ្ចឹងពេលអញ្ចឹងទៅវាធ្វើឲ្យមានការយឺតយ៉ាវជាងប្រទេសផ្សេងដោយសារតែ situation ប្រទេសមួយខុសគ្នាមូលហេតុគឺដោយសារ export risk ឬក៏ FDI និងការគ្រប់គ្រងក៏មានបែបបានតខ្លួនរបស់ស្រុកខ្មែរយើងនៅមានកម្រិតមួយទៀតនៅស្រុកខ្មែរវាច្រើនពុនចូលចិត្តរូបបែបបានដុល្លារជារូបបែបរៀលដូច្នេះហើយបានធ្វើឲ្យការគ្រប់គ្រងអត្រាការប្រាក់នៅធនាគារជាតិនឹងនៅមានកម្រិតនៅឡើយនិងមានឥទ្ធិពលលើការគ្រប់គ្រងប្រាក់ប្រជាជននៅប្រទេសមហាអំណាចផ្សេងៗពួកគេមានឥទ្ធិពលលើការគ្រប់គ្រងបែបបានរបស់គេនឹងឲ្យបានពេញលេញកន្លែងហ្នឹងណាពីមុនសបោមនុស្សមកច្រើនណាឥឡូវមានអារម្មណ៍ថាបាត់មនុស្សអត់ចឹងគឺចោលពិសេសណាសេដ្ឋកិច្ចខ្មែរយើងនិយាយថាមានប្រតិកម្មមានយឺតចំពោះនៅនៃការសេដ្ឋកិច្ចអន្តរជាតិអញ្ចឹងណាហើយដល់ពេលមានវិបត្តិមួយម្ដងអញ្ចឹងgrowth របស់វាហ្នឹងក៏เป็นមួយដែរវាឡើងដល់បុកឡើងលើវាតាមដំណើររបស់វាមួយអញ្ចឹងណាចឹងបើហើយជាសេដ្ឋកិច្ចនៅយើងមានភាពយឺតយ៉ាវអញ្ចឹងមិនអាចបកស្រាយនឹងវិបត្តិនានាអញ្ចឹងហើយចង់ថានៅអំឡុងឆ្នាំ2008យើងមិនមានវិបត្តិធំណាស់ឡើយពេលហ្នឹងប្រទេសខ្មែរយើងអត់ទទួលរងទឹកភ្លាមៗអីតតែរំលងទៅមួយឆ្នាំទៅពីរឆ្នាំអីទៅបុំចាប់ដល់បុកមកព្រមទាំងយើងអាចត្រៀមខ្លួនហ្នឹងហ្នឹងហើយអញ្ចឹងបានការស្ដារសេដ្ឋកិច្ចរបស់ខ្មែរយើងក៏វារៀង take time ដែរវារៀងយឺតដែរហើយហ្នឹងហើយពេលដែលវាយឺតអញ្ចឹងពេលដែលស្ដារមកវិញគឺវាត្រូវការពេលច្រើនជាងគិតថាសម្រាប់ខ្ញុំគិតថាពេលស្ដារសេដ្ឋកិច្ចហ្នឹងវារៀង take time ច្រើនជាងនៅពេលដែលយើងចាប់ដាក់អភិវឌ្ឍរបស់វាឡើងមកវិញថាមកពីសេដ្ឋកិច្ចយើងពឹងផ្អែកលើវិស័យទេសចរសំណង់ហើយនិងសម្ភារបំពាក់អញ្ចឹងបើពេលណាដែលសេដ្ឋកិច្ចពិភពលោកធ្លាក់សាច់ទៅវាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើងផងដែរហើយម្យ៉ាងទៀតស្រុកខ្មែរយើងការធ្វើចងក្រង data
ការឆ្លើយតបទៅនឹងគោលនយោបាយដូចជាទៅដូចសតិខ្មែរយើងដូចធ្វើដំណើរតាមផ្លូវមានអាប់អត់ដឹងទៅផ្លូវណាផ្លូវនេះដូចអាប់អួរខ្លាំងហ្មង ហើយនៅពេលដែលយើងនិយាយចឹងនៅពេលដែលវិបត្តិហ្នឹងវាចប់វាកន្លងផុតហើយមិនប្រកាសថាយើងនឹងជួបអីទៀតនៅថ្ងៃអនាគតទេយើងអាចមានជួបបញ្ហាដែលធំជាងហ្នឹងឬក៏វាអាចប្រសើរជាងហ្នឹងយើងអត់ដឹងដូចតែហ្នឹងដោយសារតែមិនថាគេក៏យើងនេះមនុស្សច្រើនគាត់ថាលួយដុល្លារសម្រាប់ការចំណាយផ្សេងដោយសារតែវាមានភាពងាយស្រួលក្នុងការចាយលុយដុល្លារជាងអញ្ចឹងណានៅស្រុកខ្មែរហើយដោយសារមួយទៀតនៅខ្មែរហ្នឹងសេដ្ឋកិច្ចប្រទេសយើងហ្នឹងគឺជាសេដ្ឋកិច្ចដុល្លាររូបនីយកម្ម Ê cái phòng mấy mình chuẩn bị đồ đá được này cầm nghĩa nó cho nó đi thằng này không ដុល្លារនេះកាត់ហ្នឹងមានថាការប្រើប្រាស់លុយដុល្លារអាមេរិកហ្នឹងជាមួយនឹងរូបិយប័ណ្ណក្នុងស្រុកហើយចំពោះ dollarization នៅខ្មែរហ្នឹងវាបានបង្ហាញន័យថារដ្ឋាភិបាលខ្មែរហ្នឹងគាត់អត់មានការគ្រប់គ្រងរូបិយប័ណ្ណតខ្លួនរបស់យើងទាំងស្រុងទេរបៀបថាវាអាច 50% ឬក៏វាមិន%ទៅវាអត់ 100% ប៉ុណ្ណេះហើយមួយទៀតធនាគារជាតិរបស់ខ្មែរហ្នឹងគឺគាត់អាចបដូរឬក៏តម្លៃឬបន្ថយការប្រាក់បានស្រួលតាមគាត់ធ្វើខ្លួនឯងអញ្ចឹងណាហើយមួយទៀតគាត់ក៏អត់អាចអនុវត្តឬក៏ប្រើប្រាស់គោលនយោបាយដើម្បីធំដូចប្រទេសដទៃធ្វើទៅដែរ Chắc như mình cũng chỉ có thằng Việt Nam nên ca công công tên hình sự cái khuôn này ថ្ងៃក៏តែអញ្ចឹងបានប្រទេសបានសេដ្ឋកិច្ចរបស់ខ្មែរយើងហ្នឹងមានការឆ្លើយតបយើងឬក៏ប្រតិកម្មយើងហ្នឹងទៅនឹងការផ្លាស់ប្ដូរសេដ្ឋកិច្ចលោកឯងហើយវត្តជីវកម្មរបស់ខ្មែរយើងក៏đãក្រោយនៅនៃការអន្តរជាតិដែរ Ồ, mình vô lại trong ở cái thân này là tha Sự cây sọc dương, mình xin chụp ảnh Sự cây sọc khế của yêu đau trong chụp cây trên này Rồi Thế nên là ông sống sắp đông rồi mình ra ba đôi là ăn lợi chẳng sao là không sao Oh guys, một lắm từ nửa kia bạn bật sạc cái hốt lẹ cho và được phía chớn các bạn bóc cam như thở không lòng chăn nó cầm chưa dương bạn rong phong bạc lo khang được tìm xem tới được tay sẽ cơ dương có thể cho những tuổi này ការកូវីដក៏ដូចគ្នាតែផ្សេងផ្សេងគាត់ទាំងសាលាគាត់ទាំងហាងគាត់ទាំងខ្លួនដែរអត់មានការចេញចូលហ្មងហើយពីដំបូងនៅកម្ពុជានៅមានសភាពធម្មតាយើងទៅធ្វើការទៅចេញក្រៅអីនៅធម្មតាណាស់តែដល់ពេលប្រទេសមានការបន្តទៅធ្វើឲ្យមនុស្សគ្រប់គ្នាបានមកប្រាក់ចំណូល ពេលនិយាយដល់រឿងហ្នឹងខ្ញុំនៅឃើញរឿងមួយកាលពេលអំឡុងពេល COVID 19ថ្នាក់របស់យើងបានឡើងទៅជាកន្លែងសម្រាប់ដាក់អ្នកខាត់ COVID ហើយគ្រប់គ្នាបានអាចគ្រប់ទៅទាំងអស់ជារៀងរាល់5នាទីម្ដងហើយយើងតែតែពេលយើងទៅរៀនយើងតែតែជួបទូខ្លួនអ្នកវិទ្យាសាស្ត្រនៅក្នុងមន្ទីរពិសោធន៍ចឹងបើមានណាម្នាក់ក្អកនៅក្នុងថ្នាក់ខាងមុខគឺត្រូវបានគេមើលមកបី Ồ, nó chăm ơi, vì nó vô bay khỏi tay Trời đi vào người ta ấm hát ở đây cùng em chứ không phải chẳng bệnh xe bằng hạt kê Hay không làm thêm vì nó hát đi không chỉ lấy tre rất là sắp ra cái phim được ở đây nó sao bị mê ổ bỏ Nhà tôi ăn đó Con con là con tôi cho hai bao nhiêu tôi hai lục con biết chất hao với ok trẻ mình trong số hành trẻ thay để sang dương xẻo chiều lơ business life bọt khai dương từ năng sẽ kịch phục lộ trứng này hay dương các bạn khơi thay khai sẽ kịch bọt khai dương nữa mình cả đa như trường nhà xem trứng mình cho hành trẻ thay tay thật thơm mấy bạn dương ai đa toàn kiểu គួរការបន្ថយការពឹងផ្អែកជំនួយពីបរទេសនិងមិនគួរពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍និងកាត់ដេរយើងគួរតែពង្រីកលើវិស័យឧស្សាហកម្មក្នុងស្រុកឲ្យបានច្រើននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អជាងមុនហើយកត្តាទាំងនោះធ្វើឲ្យយើងងាយស្រួលការពារពីហានិភ័យនៅថ្ងៃមុខ ហើយមួយវិញទៀតយើងត្រូវធ្វើការសិក្សាការប្រើប្រាស់ប្រាក់រៀលឲ្យបានច្រើនកាលណាយើងប្រើប្រាស់វាកាន់តែច្រើនការគ្រប់គ្រងសេដ្ឋកិច្ចរបស់យើងនឹងកាន់តែមានប្រសិទ្ធភាពហើយសពថ្ងៃនោះយើងអត់ទាន់អាចកែសម្រួលការអត្រាការប្រាក់ឬការគ្រប់គ្រងប្រាក់ដោយសេរីទេហើយនេះហើយវាជាការរំលឹកដ៏ធំមួយពេលដែលសេដ្ឋកិច្ចពិភពលោកជួបបញ្ហាផ្សេងៗ អូខេអញ្ចឹងបានន័យថាការផ្លាស់ប្ដូរបទប្រកាសហ្នឹងវាមិនមែនធំការផ្លាស់ប្ដូរឬក៏ធំការឆ្លើយតបឲ្យតន់នឹងស្ថានភាពវាអាចថាវាជាការកសាងសមត្ថភាពមួយក្នុងការឆ្លើយតបទៅក្នុង situation មួយរបស់និយាយថាតាមលក្ខខណ្ឌរបស់ប្រទេសយើងឬក៏របស់យើង Ok, trong sổ tới sẽ là phải chưa đa dụng các anh quá
còn nói cũng không được ហើយដោយយកដល់បងអាចជំនួសបងទៅច្រើនដែរចំពោះដំណោះស្រាយនោះគឺការធ្វើវិទ្យាកម្មពង្រឹងគោលនយោបាយរូបិយវត្ថុហើយផ្សព្វផ្សាយការប្រើប្រាស់ប្រាក់រៀលឲ្យបានច្រើនជាងមុន ôi còn bạn ở một lộ là vì miền thay đổi hiệu tới bên đây trong vài bạn nữa បើហើយជាវាមិនគ្រាន់តែជាការដើរឲ្យទាន់គេតែវាជាការជ្រើសរើសលបឿនឲ្យសមស្របសម្រាប់យើងផ្ទាល់ផងដែរតែពេលខ្លះការដើរនេះហ្នឹងវាធ្វើឲ្យយើងមើលឃើញនិងរៀនសូត្រពីកំហុសរបស់អ្នកដទៃផងដែរ mà dương chỉ này bên khácសម្រាប់xéo chiều hay sắc xa hiện banច្រើនxong mình vô muốn còn bỏ này ថានេះសម្រាប់យើងគឺយើងត្រូវត្រៀមខ្លួនទុកជាមុនសិនយើងអាចគ្រប់គ្រងសេចក្តីគ្រប់គ្រងមិនបានទេមិនមែនយើងអាចគ្រប់គ្រងរបៀបដែលយើងរៀបចំសេចក្តីបានដំណើរការល្អ ហើយការជាម៉ែណានោះយើងមិនត្រឹមតែធ្វើតាមគោលការណ៍របស់ពួកទេយើងក៏អាចថាជាផ្នែកមួយដែលជួយចំពួកគេផងដែរ តាមឡើយយើងនៅកាហ្វេសានដើម្បីជួយខ្លួនឯងឲ្យជាសេដ្ឋកិច្ចទូ có